ជំហានទី3ការកំណត់អង្គភាពទទួលភារកិច្ចក្នុងការរៀបចំសេចក្តីព្រាងដីកាក្នុងការរៀបចំសេចក្តីព្រាងដីកាក្រុមប្រឹក្សាអាចប្រគល់ភារកិច្ចឲ្យសមាជិកក្រុមប្រឹក្សាឬគណៈអភិបាលឬគណៈកម្មាធិការឬអនុគណៈកម្មាធិការឬក្រុមការងារណាមួយរបស់ក្រុមប្រឹក្សាដែលមានស្រាប់ឬអង្គភាពណាមួយរបស់ក្រុមប្រឹក្សាឬគណៈកម្មការឬក្រុមការងារចំពោះកិច្ចដែលត្រូវបង្កើតឡើងការសម្រេចប្រគល់ភារកិច្ចឲ្យទៅអង្គភាពណាមួយទទួលខុសត្រូវក្នុងការរៀបចំសេចក្តីព្រាងដីកាត្រូវធ្វើឡើងតាមរយៈកិច្ចប្រជុំក្រុមប្រឹក្សាក្នុងការសម្រេចប្រគល់ភារកិច្ចឲ្យទៅអង្គភាពណាមួយទទួលខុសត្រូវក្នុងការរៀបចំសេចក្តីព្រាងដីកាក្រុមប្រឹក្សាគួរពិចារណាទៅលើចំណុចមួយចំនួនដូចខាងក្រោមតើដីកានេះមានគោលបំណងដោះស្រាយបញ្ហាជាក់លាក់អ្វីខ្លះតើដីកានេះពាក់ព័ន្ធនឹងជំនាញដែលចាំបាច់អ្វីខ្លះក្នុងករណីក្រុមប្រឹក្សាសម្រេចបង្កើតគណៈកម្មការឬក្រុមការងារចំពោះកិច្ចសម្រាប់រៀបចំសេចក្តីព្រាងដីកាក្រុមប្រឹក្សាត្រូវចេញសេចក្តីសម្រេចបង្កើតក្រុមការងារនោះសមាជិកគណៈកម្មការឬក្រុមការងារចំពោះកិច្ចនេះត្រូវមានតំណាងស្ត្រីសមស្របនៅពេលកំណត់អង្គភាពទទួលភារកិច្ចក្នុងការរៀបចំសេចក្តីព្រាងដីកាក្រុមប្រឹក្សាត្រូវណែនាំដល់អង្គភាពនោះឲ្យរៀបចំសេចក្តីព្រាងដីកាទៅតាមទម្រង់និងគោលការណ៍ឬវិធាននានានៃច្បាប់ព្រះរាជក្រឹត្យអនុក្រឹត្យប្រកាសនិងលិខិតបឋានគតិយុត្តនានាជាធម្មានជំហានទី4ការសិក្សាស្រាវជ្រាវក្របខ័ណ្ឌគតិយុត្តអង្គភាពដែលក្រុមប្រឹក្សាបានប្រគល់ភារកិច្ចក្នុងការរៀបចំសេចក្តីព្រាងដីកាដោយមានជំនួយពីនាយករដ្ឋបាលត្រូវធ្វើការសិក្សាស្រាវជ្រាវអំពីក្របខ័ណ្ឌគតិយុត្តដែលពាក់ព័ន្ធនានាព្រមទាំងវិភាគអំពីបញ្ហាមូលហេតុនៃបញ្ហានិងកំណត់ដំណោះស្រាយសមស្របសម្រាប់ជាមូលដ្ឋានក្នុងការរៀបចំសេចក្តីព្រាងបឋមនៃដីកាក្នុងការសិក្សានេះអង្គភាពទទួលភារកិច្ចអាចធ្វើការពិគ្រោះយោបល់ឬស្នើសុំការគាំទ្រនានាពីក្រសួងស្ថាប័នមន្ទីរអង្គភាពផ្នែកឯកជនអង្គការសង្គមស៊ីវិលនិងអ្នកពាក់ព័ន្ធនានាតាមការចាំបាច់ជំហានទី5ការរៀបចំសេចក្តីព្រាងបឋមដីកាអង្គភាពទទួលភារកិច្ចដោយមានជំនួយពីនាយករដ្ឋបាលត្រូវរៀបចំសេចក្តីព្រាងបឋមនៃដីកាទៅតាមទម្រង់ដែលបានកំណត់ផ្ញើសេចក្តីព្រាងបឋមនៃដីកាជូនគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាជាពិសេសគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារនិងគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសដោយបញ្ជាក់អំពីពេលវេលាដែលគណៈកម្មាធិការទាំងនោះត្រូវផ្ញើយោបល់ជាលាយលក្ខណ៍អក្សរត្រឡប់មកវិញនៅពេលទទួលបានសេចក្តីព្រាងបឋមនៃដីកាប្រធានគណៈកម្មាធិការនីមួយត្រូវកោះប្រជុំគណៈកម្មាធិការរបស់ខ្លួនដើម្បីពិនិត្យនិងផ្ដល់យោបល់ទៅលើសេចក្តីព្រាងនេះនិងផ្ញើជូនអង្គភាពទទួលភារកិច្ចជាលាយលក្ខណ៍អក្សរនៅមតិយោបល់របស់គណៈកម្មាធិការទៅតាមពេលវេលាដែលបានកំណត់រាល់មតិយោបល់ដែលទទួលបានត្រូវយកចិត្តទុកដាក់ប្រើប្រាស់សម្រាប់ជាមូលដ្ឋានក្នុងការពិចារណាកែសម្រួលសេចក្តីព្រាងដីកាកិច្ចប្រជុំនេះត្រូវអនុវត្តតាមនីតិវិធីប្រជុំរបស់គណៈកម្មាធិការសាមីនីមួយដាក់ជូនគណៈអភិបាលនិងក្រុមប្រឹក្សានៅសេចក្តីព្រាងបឋមនៃដីកាដើម្បីពិនិត្យនិងឯកភាពជាបឋមទៅលើខ្លឹមសារនៃសេចក្តីព្រាងបឋមនៃដីកានេះក្នុងពេលរៀបចំសេចក្តីព្រាងដីកានេះអភិបាលក្រុងស្រុកអាចលើកសំណើជាលាយលក្ខណ៍អក្សរសុំយោបល់ពីអភិបាលខេត្តប្រសិនបើយល់ឃើញថាបញ្ហាបទបញ្ញត្តិណាមួយមានភាពរសើបឬមិនច្បាស់លាស់អភិបាលខេត្តត្រូវឆ្លើយតបវិញយ៉ាងយូរ30ថ្ងៃនៃថ្ងៃធ្វើការបន្ទាប់ពីទទួលបានសំណើនោះក្នុងករណីមិនអាចផ្ដល់យោបល់បានអភិបាលខេត្តអាចលើកសំណើជាលាយលក្ខណ៍អក្សរសុំយោបល់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រូវឆ្លើយតបវិញយ៉ាងយូរ30ថ្ងៃនៃថ្ងៃធ្វើការបន្ទាប់ពីទទួលបានសំណើនោះរបស់ខ្លួនជំហានទី6ការឯកភាពជាបឋមរបស់គណៈអភិបាលទៅលើសេចក្តីព្រាងបឋមដីកានៅពេលទទួលបានសេចក្តីព្រាងបឋមនៃដីកាអភិបាលក្រុងស្រុកត្រូវកោះប្រជុំគណៈអភិបាលដើម្បីពិនិត្យនិងឯកភាពទៅលើខ្លឹមសារនៃសេចក្តីព្រាងបឋមនៃដីកានេះកិច្ចប្រជុំនេះអាចជាកិច្ចប្រជុំសាមញ្ញឬកិច្ចប្រជុំវិសាមញ្ញរបស់គណៈអភិបាលនៅក្នុងកិច្ចប្រជុំពិនិត្យសេចក្តីព្រាងបឋមដីកានេះអភិបាលអាចស្នើឲ្យតំណាងអង្គភាពទទួលភារកិច្ចធ្វើបទបង្ហាញអំពីខ្លឹមសារសំខាន់សេចក្តីព្រាងបឋមនៅមុនពេលគណៈអភិបាលពិភាក្សានិងឯកភាពនៅក្នុងការពិភាក្សាគណៈអភិបាលអាចពិចារណាទៅលើចំណុចមួយចំនួនដូចខាងក្រោមតើសេចក្តីព្រាងបឋមនៃដីកាបានរៀបចំទៅតាមទម្រង់ដែលបានកំណត់ដែរឬទេតើខ្លឹមសារសេចក្តីព្រាងបឋមនៃដីកាស្របតាមគោលការណ៍ឬវិធាននៃច្បាប់និងលិខិតបឋានគតិយុត្តជាធម្មានដែរឬទេតើខ្លឹមសារសេចក្តីព្រាងបឋមនៃដីកាបានផ្ដល់នូវដំណោះស្រាយសមស្របនិងគ្រប់គ្រាន់ដើម្បីដោះស្រាយនៅមូលហេតុនៃបញ្ហាដែលតម្រូវឲ្យដាក់ចេញនៅដីកានេះដែរឬទេតើខ្លឹមសារសេចក្តីព្រាងបឋមនៃដីកាអាចអនុវត្តបានដែរឬទេតើខ្លឹមសារសេចក្តីព្រាងបឋមនៃដីកាមានភាពរើសអើងដែរឬទេតើខ្លឹមសារសេចក្តីព្រាងបឋមនៃដីកាអាចផ្ដល់នូវផលប៉ះពាល់ជាអវិជ្ជមានដែរឬទេតើខ្លឹមសារសេចក្តីព្រាងបឋមនៃដីកាបានចូលរួមចំណែកក្នុងការលើកកម្ពស់សម្ភាសយេនឌ័របរិយាបន្ននិងសម្ធម៌សង្គមដែរឬទេតាមរយៈកិច្ចប្រជុំពិនិត្យសេចក្តីព្រាងបឋមនៃដីកាគណៈអភិបាលអាចសម្រេចដូចខាងក្រោមឯកភាពទាំងស្រុងលើសេចក្តីព្រាងបឋមនៃដីកាមិនឯកភាពទៅលើផ្នែកមួយចំនួននៃសេចក្តីព្រាងបឋមនៃដីកាក្នុងករណីនេះគណៈអភិបាលត្រូវណែនាំដល់អង្គភាពទទួលភារកិច្ចអំពីចំណុចនានាដែលត្រូវកែសម្រួលឡើងវិញអង្គភាពទទួលភារកិច្ចត្រូវកែសម្រួលសេចក្តីព្រាងបឋមនៃដីកាទៅតាមការណែនាំរបស់គណៈអភិបាល
ហើយដាក់ជូនគណៈអភិបាលពិនិត្យនិងឯកភាពឡើងវិញបន្ទាប់ពីទទួលបានការឯកភាពពីគណៈអភិបាលអង្គភាពទទួលភារកិច្ចត្រូវដាក់ជូនក្រុមប្រឹក្សានៅសេចក្តីព្រាងប្រហុំនៃដីកាដើម្បីពិនិត្យនិងឯកភាព